ទទួលបានការឧបត្ថម្ភដល់កំពស់ពីសម្ដេចកលាហោមសខេងបញ្ញរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តមសេងយូអនអំពាន់ទី2សន្ទុះនៃលបឿនគឺប្រហាក់ប្រហែលគ្នានៅឡើយទេចាឯកសន្តានប្រហាក់ប្រហែលគ្នាសម្រស់មួយបែបម្នាក់មួយស្លាទុំមួយសតែអញ្ចឹងសម្រស់មួយបែបម្នាក់ប៉ុន្តែអ្វីដែលសំខាន់ខ្សែទៅខាងក្រៅហាក់ដូចជាលូតជាងបន្តិចហើយចាលូតជាងបន្តិចហើយនរិនរាំងសីស្រីសពីចិត្តបុត្រចាដកខ្លួនបន្តិចម្ដងហើយចាឃើញថាមកមកព្រះពលាជ័យឃើញថាមកលេងគ្នាបន្តិចត្រង់កន្លែងនេះខ្សែទឹកខាងក្នុងហាក់ដូចជាបង្កើនលបឿនបន្ថែមបន្តិចហើយដែលជះនាគសមហាកោសាមានជ័យបារមីអង្គតាមអត់ទាន់ទេដោយសារនរិនរាំងសីស្រីសពីចិត្តបុត្រដែលទទួលបានទី123ចាពិសេសចុងក្រោយជើងទី1សម្រាប់ផែនទី2ដែលជះនាគសមហាកោសាមានជ័យបារមីអង្គររបស់ឯកឧត្តមទាសីហាខេត្តសៀមរាបចាឯកឧត្តមអភិបាលលោកឧបត្ថម្ភដែលជះនាគសមហាកោសាមានជ័យបារមីអង្គរខ្សែទឹកខាងក្នុងរីឯខ្សែទឹកខាងក្រៅសូរិយាមហានគរដេជោព្រះវិហាររបស់ឯកឧត្តមកតេបណ្ឌិតចាហ៊ីងវនាងនិងឯកឧត្តមសួសយ៉ារ៉ាអ្នកតំណាងរាជខេត្តព្រះវិហារទូកមកពីខាងខេត្តព្រះវិហារទឹមគ្នាល្អណាចាំមើលយ៉ាងម៉េចទៅហើយសៀមរាបនិងព្រះវិហារនៅក្បែរគ្នាទេបាទផ្លូវទៅតែមួយតែបែកគ្នានៅត្រង់ណាងួតបាទតែផ្លូវដល់ជួបផ្លូវតែបែកគ្នាយកជ័យត្រឹមទីព្រាត់នេះហើយចាំមើលសិនឥឡូវប៉ិនគ្នាដែរអត់ប៉ិនគ្នាខ្សែទឹកខាងក្នុងអាចដូចជាមានព្រៀបយើងទីទួយជាប់គ្នាខ្សែទឹកខាងក្នុងដកតែ3-4ខ្ទង់ទេដៃជះនេះសមហាកោសាមានជ័យបារមីអង្គររបស់ឯកឧត្តមទាសីហាឈ្នះក្នុងជើងទី1សម្ដេចកលាហោមសខេងចានឹងឯកឧត្តមសេងយូអនបន្តជំរាបជូនទូគូពិសេសលេខរៀងទី123ចាដែលជាគូពិសេសចុងក្រោយខែទី2ចាដែលជះនាគសមហាកោសាមានជ័យបារមីអង្គរឈ្មោះបរោះណាស់ចាឈ្មោះបរោះតាក់ទាញជាប់ចិត្តឈ្នះម្ដងកាលពីជើងទី1ចាជាទូកឧបត្ថម្ភដោយឯកឧត្តមទាសីហាអភិបាលខេត្តសៀមរាបសូរិយាមហាដេជោព្រះវិហាររបស់ឯកឧត្តមនេះឧត្តមសេនីយ៍ហ៊ីងវនាងចាជាមួយនឹងឯកឧត្តមសួយយ៉ារ៉ាកាលពីជើងទី1នោះតាមប្រកៀកប្រកាត់ដូចគ្នាឥឡូវតាមទៀតហើយប្រកៀកប្រកាត់គ្នាណាគៀកគ្នាល្អណាស់ហើយគៀកគ្នាក៏ប៉ុន្តែខ្សែទឹកខ្លាំងហាក់ដូចជាមានព្រៀបជាងជើងទី1ក៏គាត់បាទបែបនេះដែរកាលពីជើងទី1បែបនេះតែឥឡូវនេះចាំមើលខ្សែទឹកក្នុងកំពុងតែបន្ថែមហើយនៅតែប្រមាណខ្ទង់ទៀតទេចិត្តទាន់គៀកគ្នាមែនទែនខ្សែទឹកខាងក្នុងយ៉ាងមិនហើយសូរិយាមហាបាទនៅសល់តែបាទនៅសល់តែ3-4ខ្ទង់ទៀតទេបាទដូច្នេះខ្សែទឹកញ៉ាំសៀមិនទទួលបានជ័យជំនះទេក្នុងជើងទី1នេះចាសូមអភ័យទោសបាទយើងបន្តទស្សនានៅគូទី110បាទគូទី110ដែលជះនាគសមហាកោសាមានជ័យបារមីអង្គរដែលអញ្ជើញមកពីខេត្តសៀមរាបចាចំណែកឯព្រះច័ន្ទកុមារធេរាសែនជ័យកំពុងធំទុកនេះលឿនណាទុកនេះតែឥឡូវយ៉ាងណាយ៉ាងណីមកប៉ះជាមួយនឹងដែលជះនាគសមហាកោសាមានជ័យបារមីអង្គររបស់ឯកឧត្តមចាអភិបាលខេត្តសៀមរាបចាឯកឧត្តមទាសីហាយ៉ាងណាហើយចាឯកឧត្តមហ៊ុយធីរ៉ាលោកឧបត្ថម្ភព្រះច័ន្ទកុមារធេរាសែនជ័យជាទូកល្បីល្បាញប្រចាំខេត្តកំពង់ធំបាទការប្រណាំងនៅខេត្តកំពង់ធំហ្មងល្អណាលឿនណាឥឡូវយ៉ាងម៉េចហើយចាដូចធំចាញ់បងបន្តិចហើយចាញ់បងទៅលើចាបន្តិចទួយតែបន្តិចទួយអាចថាជើងទី2អីស្ដារលទ្ធភាពឡើងវិញក៏ថាបានចាដាច់ជះនាគសមហាកោសាមានជ័យបារមីអង្គររបស់ឯកឧត្តមទាសីហាទទួលបានជ័យជំនះក្នុងជើងទី1ទៅលើព្រះច័ន្ទកុមារធេរាមានជ័យបាទចំណែក